គោរពជំរាបសួរបងប្អូនសាជាថ្មីម្ដងទៀតថ្ងៃនេះយើងនឹងសិក្សាជាមួយនឹងមេរៀនថ្មីជាបន្តទៀតហើយតោះយើងទៅសិក្សាទាំងអស់គ្នាជាដំបូងខ្ញុំកំពុងតែឆុងកាហ្វេខ្ញុំកំពុងតែឆុងកាហ្វេគឺភាសាអង់គ្លេសគេនិយាយថា I am brewing coffee I am brewing coffee I am brewing coffee ខ្ញុំកំពុងតែឆុងកាហ្វេ For example what are you doing I am brewing coffee តើអ្នកកំពុងធ្វើអីខ្ញុំកំពុងតែឆុង coffee អូខេខ្ញុំកំពុងតែជូតអិតខ្ញុំកំពុងតែជូតអិតគឺ I am mopping the floor I am mopping the floor I am mopping the floor floor អូខេចឹងខ្ញុំកំពុងតែជូតអិតបាទថាជាសាលអត់ដើរនៅសាលារៀនហ្នឹងណាជួតអត់ខ្ញុំកំពុងតែអ៊ុតខោអាវI am ironing the clothes I am ironing the clothes I am ironing the clothes ចឹងខ្ញុំកំពុងតែអ៊ុតខោអាវខ្ញុំកំពុងតែលាងម៉ូតូខ្ញុំកំពុងតែលាងម៉ូតូ I am washing the motorcycle I am washing the motorcycle I am washing the motorcycle បាទអញ្ចឹងខ្ញុំកំពុងតែលាងម៉ូតូបងប្អូនដែលយកម៉ូតូទៅលាងជាធម្មតាមួយខែឬក៏មួយសប្តាហ៍បងប្អូនលាងម៉ូតូប្រហែលដងដែរយើងទៅមុខទៀតខ្ញុំកំពុងតែលាងឡានបងប្អូនមានឡានជិះទេសម្រាប់ខ្ញុំមិនមានទេអូខេអញ្ចឹងខ្ញុំកំពុងតែលាងឡាន I am washing the car I am washing the car I am washing the car ខ្ញុំកំពុងតែលាងឡានបាទខ្ញុំលុបមុខរបស់ខ្ញុំខ្ញុំលុបមុខរបស់ខ្ញុំ I wash my face I wash my face I wash my face ខ្ញុំលុបមុខរបស់ខ្ញុំបាទក្រោកពីដំណេកអញ្ចឹងទៅឬមួយក៏មកពីណាហត់នៅអញ្ចឹងទៅរឿងមិនស្រួលហ្នឹងយើងលុបមុខអញ្ចឹងទៅស្លាស់មុខជាពិសេសមកគេងខ្ញុំញ៉ាំកាហ្វេខ្ញុំញ៉ាំកាហ្វេ I drink coffee I drink coffee I drink coffee បាទខ្ញុំញ៉ាំកាហ្វេពេញនិយមមែនតើបងប្អូនសម្រាប់កាហ្វេក្នុងពេលបច្ចុប្បន្នថាខ្ញុំថាបងប្អូនប្រហែលជាច្រើនចូលចិត្តញ៉ាំកាហ្វេហ្នឹងហើយតោះយើងទៅមុខទៀតខ្ញុំនិយាយជាមួយមិត្តភ័ក្តិរបស់ខ្ញុំ I talk to my friend I talk to my friend I talk to my friend បាទខ្ញុំនិយាយជាមួយមិត្តភ័ក្តិរបស់ខ្ញុំបាទខ្ញុំរងចាំឡានក្រុងបាទខ្ញុំរងចាំឡានក្រុង I wait for the bus I wait for the bus I wait for the bus បាទអញ្ចឹងខ្ញុំរងចាំឡានក្រុងបាទរងចាំឡានក្រុងសម្រាប់បន្តដំណើររហូតពីកន្លែងបងប្អូនស្នាក់នៅទៅកន្លែងធ្វើការអញ្ចឹងទៅរងចាំឡានក្រុងពីកន្លែងបងប្អូនចេញពីធ្វើការមកកន្លែងស្នាក់នៅអញ្ចឹងទៅបាទអូខេអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ប្រសិនបើមានកំហុសខុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយៗទៀត